សូមកុំឲ្យអ្វីខ្លាយទៅជាការហួសពេលអសោះមួយថ្ងៃមិនទាន់បានចាប់ផ្ដើមស្រួលបួតផងក៏ដល់ម៉ោង 6 ល្ងាចបាត់ទៅហើយថ្ងៃច័ន្ទទើបតែមកដល់សោះក៏ស្រាប់តែមកដល់ថ្ងៃសុក្របាត់ទៅហើយមួយខែក៏កន្លងផុតទៅបាត់ទៀតមួយឆ្នាំក៏ស្ទើរតែកន្លងផុតដែរឥឡូវជីវិតរបស់យើងកន្លងផុតទៅអស់20ឆ្នាំ30ឆ្នាំ40ឆ្នាំ50ឆ្នាំ60ឆ្នាំ70ឆ្នាំយើងស្រាប់តែនឹកឃើញថាបានឃ្លាតឆ្ងាយដល់ថ្ងៃជួបវិញបាយពីលោកឪពុកអ្នកម្ដាយបាយពីមិត្តភក្តិហើយយើងទើបតែដឹងខ្លួនថាអ្វីទាំងអស់បានកន្លងបងអស់ហើយមិនអាចវិលត្រឡប់ទៅរកអតីតកាលវិញបានឡើយដូច្នេះហើយមានតែគិតគូររស់នៅក្នុងបច្ចុប្បន្នកាលនេះឲ្យបានល្អនិងត្រឹមត្រូវឲ្យអស់ពីលទ្ធភាពរស់នៅជាមួយពេលវេលាដែលនៅសេសសល់ឲ្យបានល្អបំផុតមិនគួរបណ្តែតបណ្ដោយខ្លួនឲ្យធ្លាក់ចុះក្នុងរណ្ដៅអតីតកាលសោកស្ដាយសោកសាំងចំពោះអ្វីដែលបានកន្លងផុតទៅហើយមិនស្វែងរកធ្វើអ្វីដែលខ្លួនចូលចិត្តស្វែងរកធ្វើអំពើល្អដាក់ទុកក្នុងជីវិតនេះចែករំលែកអ្វីដែលអាចចែកបានមានចំណេះវិជ្ជានិងបទពិសោធន៍ជាដើមហាត់ពណ៌ជីវិតរបស់យើងឲ្យមានពន្លឺភ្លឺស្រស់ថ្លាស្រស់ស្រាយចូលញញឹមដាក់បញ្ហាតូចតាចរបស់ជីវិតបញ្ហាតូចតាចដែលធ្វើឲ្យយើងដឹងថាយើងកំពុងរស់នៅកំពុងមានជីវិតបញ្ហាតូចតាចដែលធ្វើឲ្យយើងស្គាល់រសជាតិជីវិតដែលជាលំអជីវិតដែលនៅសេសសល់គួររៀនលុបចោលពាក្យថាចាំពេលក្រោយខ្ញុំចាំធ្វើវានៅពេលក្រោយខ្ញុំចាំប្រាប់គេនៅពេលក្រោយខ្ញុំចាំគិតនៅពេលក្រោយមិនត្រូវទុកវានៅក្នុងពេលក្រោយទេព្រោះអ្នកណាអាចនឹងដឹងថាពេលក្រោយនឹងមានសម្រាប់យើងដែរឬទេអ្វីដែលយើងមិនយល់ឬក៏មិនចង់យល់នោះគឺនៅពេលក្រោយកាហ្វេនឹងត្រជាក់នៅពេលក្រោយយើងនឹងផ្លាស់ប្ដូរអតិភិបនៅពេលក្រោយមុនស្នេហ៍នឹងរលាយបាត់នៅពេលក្រោយសុខភាពក៏មានបញ្ហានៅពេលក្រោយកូននឹងធំអស់នៅពេលក្រោយម៉ែឪនឹងចាស់អស់នៅពេលក្រោយយើងអាចភ្លេចសន្យានៅពេលក្រោយពេលថ្ងៃខ្លាចជាយប់នៅពេលក្រោយជីវិតអាចត្រូវបានបញ្ចប់ហើយនៅពេលក្រោយច្រើនតែហួសពេលហើយយឺតពេលហើយដូច្នេះមិនគួរទុកអ្វីសម្រាប់ថ្ងៃក្រោយទេព្រោះថាចាំពេលក្រោយអាចធ្វើឲ្យយើងបាត់បង់ពេលវេលាដែលល្អបំផុតបទពិសោធន៍ល្អបំផុតមិត្តសម្លាញ់ល្អបំផុតក្រុមញាតិល្អបំផុតពេលវេលាដែលល្អបំផុតគឺថ្ងៃនេះឯងខណៈល្អបំផុតគឺថ្ងៃនេះឯងយើងកំពុងស្ថិតនៅក្នុងអាយុមួយដែលមិនអាចរកចាញ់ពេលក្រោយបានទេអ្វីដែលយើងធ្វើថ្ងៃនេះបានគួរធ្វើនៅថ្ងៃនេះត្រូវរងចាំមើលសិនមើលថាតើយើងមានពេលអាចសាងមួយនេះឬទេហើយប្រសិនបើអាចចប់ហើយតើយើងមានពេលចែករំលែកអត្ថបទនេះទេឬមួយក៏យើងទុកវាអាននៅពេលក្រោយហើយយើងក៏ខកខានមិនបានចែករំលែកផ្សព្វផ្សាយអត្ថបទនេះជារៀងរហូតទៅឬអំណាចរបស់មនុស្សគឺខណៈបច្ចុប្បន្ន